ទៅសូមនិមន្តព្រះមហាសង្ឃាធិបតីព្រះប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកដើម្បីថ្លែងសន្ទរកថាខ្លីបិទបញ្ចប់កម្មវិធីសូត្រត្រៃពិដកហើយកម្មវិធីបន្ទាប់គឺមានដឹកនាំសមាធិផ្សាយមេត្តារួមគ្នាដោយព្រះមហាកម្មដ្ឋានាចារ្យព្រះសាសនមនីធម្មធឿនព្រះប្រធានមណ្ឌលវិបស្សនាធុរៈកម្ពុជានិងដឹកនាំផ្សាយមេត្តាសមាធិនៅក្នុងទីនេះតែម្ដងតាមពេលវេលាដ៏សមរម្យដើម្បីញាតិញោមឥឡូវក៏មិនដឹងទៅណាដែរព្រោះនៅក្តៅនៅឡើយហើយអត់មានផ្ទះទៅផងយើងទៅអ្នកចម្ងាយទាំងអស់គ្នាណាអញ្ចឹងនៅនឹងសិនណាញោមណាសូមអនុមោទនាណាទៅសូមរដ្ឋនីនិមន្តព្រះមហាសង្ឃាធិបតីដើម្បីថ្លែងសន្ទរកថាខ្លីដើម្បីបិទនៅកម្មវិធីសូត្រត្រៃពិដកនេះមុនហ្នឹងយកមីក្រូមកមីក្រូពីរបីអានេះអត់សូវលឺហ្មងលោអានេះសូមនមស្ការដល់ប្រតនត្រ័យជាទីសក្ការបូជាដល់ដងឧត្តមសូមនមស្ការព្រះមហាធេរព្រះអនុធេរព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពបូជាសូមចម្រើនពរអស់លោកស្រីពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ដែលបាននិមន្តនិងអញ្ជើញមកចូលរួមក្នុងពិធីបុណ្យសូត្រត្រៃពិដកដល់ឡារិទ្ធក្នុងថ្ងៃនេះខ្ញុំប្រកាសអាត្មាភាពក្នុងនាមពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកក៏ដូចជាក្នុងនាមនៃវត្តពុទ្ធសាសនារង្សីទីក្រុង Fresno នៃរដ្ឋ California គឺសូមសម្ដែងនៅសេចក្តីកោតសរសើរនិងការអបអរសាទរនិងសូមបណ្ដោះត្រេកអររីករាយជ្រះថ្លាយ៉ាងខ្លាំងក្រៃលែងដល់សមានចិត្តដ៏ល្អក្រៃលែងដែលប្រជាជនព្រះសង្ឃគ្រប់ព្រះអង្គដែលបាននិមន្តមកពីរដ្ឋនានាពីវត្តនានាចូលកាន់ទីកន្លែងវត្តពុទ្ធសាសនារង្សីនេះបានប្រជុំរួមគ្នាក្នុងឧបដ្ឋានសាលានេះហើយក៏សូមសម្ដែងនៅការកោតសរសើរនិងការលះបង់នៃប្រជាជនព្រះមហាធេរានុធេរៈគ្រប់ព្រះអង្គដែលនិមន្តមកពីប្រជាណាចក្រកម្ពុជាពីកម្ពុជាក្រោមហើយជាពិសេសទៀតព្រះសង្ឃបរទេសអន្តរជាតិដែលបានរួមគ្នាក្នុងនាមការសូត្រត្រៃពិដកពិតជាយើងបានសូត្រមិនបានលក្ខណៈច្រើនថ្ងៃក៏ដោយក៏ជាលក្ខណៈអន្តរជាតិមួយដែលមានសម្លេងប្រទេសខ្មែរយើងសម្លេងថៃសម្លេងស្រីលង្កាជាដើមលះនិងលះដែលជាពុទ្ធវចនៈនិងសម្លេងប្រធរធម្មខណ្ឌ 84000 ធម្មខណ្ឌដែលបានស្វាធ្យាយនៅព្រះវិន័យប្រសូតនិងព្រះវិធម្មនៅក្នុងពេលរសៀលនេះដែលទឹកចិត្តរបស់ញាតិញោមពុទ្ធបរិស័ទព្រះសង្ឃក៏ស្វាធ្យាយមិនតាន់អស់ចិត្តទេគិតថានឹងសូត្រ 2-3 ថ្ងៃទៀតក៏ប៉ុន្តែដោយពេលវេលាខ្លីដែលយើងមានការយកចិត្តទុកដាក់ឲ្យសូត្រប៉ុណ្ណេះនេះជាការសម្ដែងនៅការគោរពដែលបូជាដ៏ខ្លាំងក្លាចំពោះពុទ្ធវចនៈនៃព្រះសម្មាសម្ពុទ្ធដូចជាម្ចាស់ដែលបានសម្ដែងត្រាស់ដឹងរួចហើយដូច្នេះហើយប្រជាជនព្រះសង្ឃគ្រប់អង្គញាតិញោមពុទ្ធបរិស័ទទាំងឡាយការសូត្រប៉ុណ្ណេះនេះជាគំរូដ៏សំខាន់យ៉ាងខ្លាំងក្រៃលែងជាផ្លូវសម្រាប់បើកឲ្យប្រជាជនព្រះសង្ឃពុទ្ធបរិស័ទយើងស្រាវជ្រាវមើលនៅក្នុងគម្ពីរព្រះវិន័យប្រសូតនិងព្រះវិធម្មមិនមែនត្រឹមតែសូត្រក្នុងមួយថ្ងៃនេះចប់ទេបានន័យថាជាផ្លូវមួយដែលញាតិញោមពុទ្ធបរិស័ទជាប់ចិត្តនិងមានសតិសម្បជញ្ញៈប្រកបដោយយោនិសូមនសិការៈដើម្បីដិតជាប់ស្រាវជ្រាវឬក៏មើលនៅពុទ្ធវចនៈនៃព្រះសម្មាសម្ពុទ្ធតើមានរឿងរ៉ាវយ៉ាងណាខ្លះដើម្បីឆ្លោះបញ្ចាំងឲ្យឃើញនៅសេចក្តីជឿដ៏បរិសុទ្ធ
នៅក្នុងព្រះពុទ្ធដែលជាម្ចាស់នៃយើងហើយការសូត្របត្រៃបដកនេះដែលពុទ្ធិកាសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកដែលមានកន្លងដែលយើងបានត្រួសត្រាយសូត្រតាំងពីឆ្នាំ2019មករហូតដល់យើងបានចូលរួមសូត្របិដកអន្តរជាតិនៅពុទ្ធគយានៃប្រទេសឥណ្ឌានៅរយៈកាល2023-24កន្លងហើយនេះនៅជារៀងរាល់ឆ្នាំហើយក្រុមប្រឹក្សាសួរបត្រៃបដកកម្ពុជាយើងនៅតែបន្តព្រោះតែយើងជាសមាជិកអចិន្ត្រៃយ៍នៃការសួរបត្រៃបដកអន្តរជាតិហ្នឹងគឺត្រូវតែបន្តចូលរួមសូត្រជារៀងរាល់ឆ្នាំនេះទោះជាយើងមិនបានធ្វើជាម្ចាស់ផ្ទះក៏ដោយខ្ញុំប្រកាសណាមានសេចក្តីត្រេកអររីករាយជ្រះថ្លាដល់ព្រះតេជគុណព្រះចៅតិកាវត្តដែលម្ចាស់សៃគុណថនដែលជាចៅតិកាវត្តពុទ្ធសាសនារង្សីដែលជាអនុប្រធាននៃសាខាគណៈកម្មការពុទ្ធបរិស័ទញាតិញោមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ដែលបានលះបង់ពេលវេលាដ៏មានតម្លៃបានបរិច្ចាគថវិកាព្រោះទាំងកម្លាំងកាយកម្លាំងចិត្តរៀបចំចង្ហាន់បិណ្ឌបាតសេនាសនៈយានជំនិះសម្រាប់ទទួលស្វាគមន៍ព្រះសង្ឃនិងពុទ្ធបរិស័ទពីគ្រប់មជ្ឈដ្ឋានបាននេះតែបង្ហាញថាញាតិញោមពុទ្ធបរិស័ទវត្តពុទ្ធសាសនារង្សីនោះគឺជាគំរូដែលដ៏ល្អប្រសើរយ៉ាងខ្លាំងក្រៃលែងណាយ៉ាងខ្លាំងក្រៃលែងគណៈហើយប្រសង់ទាំងក្នុងវត្តប្រសង់ទាំងក្នុងតំបន់ផ្សេងហើយមកពីសាខានានាដែលមកពីកម្ពុជាក្រមគេថាបានស្ម័គ្រចិត្តពេលវេលាដើម្បីរួមប្រស្រ័យដូចជាប្រជាគុណគង់ទឹកបានកត់សរសើរយើងកត់សរសើរការតុបតែងរៀបចំអក្សររចនាផ្កាភ្ញីគ្រឿងសក្ការៈគ្រប់សពទាំងក្នុងសាលាទាំងក្រៅសាលានេះដូច្នេះហើយជាចំណុចមួយដ៏សំខាន់ដែរទឹកចិត្តប្រកបដោយសោមនស្សជាកុសលជាចេតនាដ៏បរិសុទ្ធដែលញាតិញោមពុទ្ធបរិស័ទបានស្វាធ្យាយនៅក្នុងព្រះអភិធម្មបាញ់មិញអញ្ចឹងបើសិតតែជាកុសលផលបុណ្យដែលកើតអំពីចេតនាជ្រះថ្លារបស់ញោមញាតិពុទ្ធបរិស័ទក៏ដូចជាព្រះសង្ឃគ្រប់អង្គដែលបានលះបង់ដូចជាបដិគុណព្រះវិបស្សនាចារ្យដែលបាននិមន្តមកពីវត្តពុទ្ធមណ្ឌលបាននិមន្តមកចូលរួមជាមួយនឹងមហាបាសិកាព្រមទាំងព្រះសង្ឃក៏បានញ៉ាំងនៅសដានចិត្តបានន័យថាប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកគឺមិនដូចឆ្ងាយពីគ្នាទេដូច្នេះហើយគឺថាធម៌វិន័យនៃព្រះសម្មាសម្ពុទ្ធបានន័យថាភ្លឺត្រចះត្រចង់នៅក្នុងសកលលោកបរិភើបយ៉ាងខ្លាំងក្រៃលែងដូច្នេះសង្ឃឹមថាការសូត្របត្រៃបដកនិងវិសាខបូជាឆ្នាំទៅមុខវត្តធម្មវររាមស្តុកតនក្តីនឹងរៀបចំឲ្យបានធំធេងអធិកធមហើយមានព្រះសង្ឃពុទ្ធបរិស័ទយើងទាំងក្នុងទាំងក្រៅចូលរួមយ៉ាងខ្លាំងក្រៃលែងហើយប្រគុណចាស់ចៅតិកាវត្តតំណាងគណៈកម្មការវត្តលោកនឹងប្រុងប្រៀបមួយឆ្នាំច្រើនណាបានន័យថាបានដឹងជាងមួយឆ្នាំហើយបានន័យថាត្រៀមកម្លាំងកម្លាំងទាំងស្បៀងទាំងឧបភោគទាំងបច្ច័យ4ជាដើមណាទីសេនាសនៈណាដូច្នេះហើយខ្ញុំកាលណាសូមថ្លែងនូវសេចក្តីអំណរអគុណដល់ព្រះតេជគុណញាតិញោមពុទ្ធបរិស័ទដែលបានលះបង់ពេលវេលាចូលរួមក្នុងការសូត្របត្រៃបដកក្នុងឱកាសនេះហើយក៏សូមកោតសរសើរដល់ព្រះករុណាគ្រប់អង្គដែលក្រុមការងារយើងលះបង់ពេលវេលាដោយឆន្ទៈដ៏មុតស្រួចប្រកបដោយវិរិយភាពហើយជាពិសេសទៀតព្រះតេជគុណលោកគ្រូសាស្ត្រាចារ្យបាលិកោសលសែមជុនរីដែលមានសម្លេងក្រអៅសម្លេងដ៏ច្បាស់ដែលគួរឲ្យកោតសរសើរយ៉ាងខ្លាំងក្រៃលែងដូច្នេះហើយគាត់បាននេះទៅមិនត្រឹមតែប្រសងកោតសរសើរទេញាតិញោមពុទ្ធបរិស័ទនៅទីណាក៏ដោយមិនស្គាល់គុណម្ចាស់សែមជុនរីក៏ដោយប៉ុន្តែមានអនុស្សាវរីយ៍មួយបានលឺសម្លេងកងរំពងសូត្របត្រៃបដកជារៀងរាល់ឆ្នាំនៅទឹកដីសហរដ្ឋអាមេរិកនិងនៅពុទ្ធគយាហើយពេលខាងមុខទៀតនឹងមានការសូត្របត្រៃបដកនៅប្រទេសកម្ពុជាដែលរាជរដ្ឋាភិបាលបានចេញក្រឹត្យឬក៏ចេញសេចក្តីប្រកាសដើម្បីសូត្របត្រៃបដកនៅក្នុងពេលខាងមុខដែរហើយព្រះជគុណបាលិកោវិតឌិតវិរៈសិតតែបណ្ឌិតបាលីសំស្ក្រឹតណាបានចូលរួមដើម្បីរំលែកការពន្យល់បង្ហាញនៅបាលីសំស្ក្រឹតពីម្សិលមិញឃើញថាមានភាពច្បាស់លាស់
យ៉ាងខ្លាំងក្រៃលែងធ្វើឲ្យប្រសង់យើងបានដឹងបានយល់អំពីស្ថានភាពនិងដំណើរការវិវត្តនៃបាលីសំស្ក្រឹតហើយនិងព្រះពុទ្ធសាសនាដូច្នេះខ្ញុំកណាសូមប្រកាសនៅក្នុងឱកាសក្នុងវរឱកាសដ៏ប្រសើរនេះដែលសូមបិទនៅកម្មវិធីសូត្របត្រៃដកនៅពេលសាយ័នហាសម័យនេះដោយសេចក្តីជ្រះថ្លានិងដោយការគោរពកត់ក្រែងក្នុងពុទ្ធវចនៈនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ហើយយើងនឹងខំប្រឹងប្រែងរៀបចំចងក្រងសៀវភៅប្រត្រៃដកព្រះវិន័យប្រសូតប្រាវិធម្មសង្ខេបដើម្បីសូត្រជារៀងរាល់ឆ្នាំទៅក្នុងអនាគតកាលទៀតដែលសូមប្រគេនពរដល់ប្រជាជនប្រសង់គ្រប់អង្គយោញាតិពុទ្ធបរិស័ទទាំងអស់សូមបានប្រកបតែពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈជានិច្ចនិរន្តររៀងទៅសូមអនុមោទនា So, as we come to the closing remark for the international Itivikat chanting ceremony has been conducted for the whole day, we would like to express sincere thanks on behalf of all honorable Cambodian monks in the United States of America and from around the world. We extend our heartfelt appreciation and gratitude, especially to all honorable Mahasangha representing different countries who have come and participated, though we may have recited within just a very short time, but it signifies the unity among the Sangha, no matter where we are from in the world. But here we are one Sangha united to recite the Buddha's teaching, and we hope that in the future to come, we will organize the same event again and again, where we will bring all the Sangha to join and to further development, because of reciting the Buddha's teaching will benefit to one and all, especially in order to develop more mindfulness and the spiritual practice on the Buddha's teaching. And next year, we also would like to announce that Mahavisakha Puja and Deepika chanting will be conducted in Cambodian Temple in Stockton, California. So we hope everybody, all the monks, will be giving a big support to organize together again, come together again to congratulate and get the hand in helping each other for more development. On behalf of the Cambodian Monk Buddhist Society in USA, along with the Wat Buddha Sasana Society in Fresno, we would like to wish you all the best of luck. May the blessings of the Buddha, longevity, prosperity, good health, and happiness be upon all of you. Namo Buddhaya, Namo Buddhaya.